សួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបសម្រាប់ដាក់ watch face នៅលើនាឡិកាដៃរបស់អ្នកទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាចូលទៅក្នុង Huawei Health ដែលមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាមកហើយយកពាក្យថា device ហើយយកនាឡិកាដៃរបស់អ្នកទាំងអស់គ្នាដែលកំពុងប្រើប្រាស់មានភ្ជាប់ហ្នឹងរួចរាល់គឺយកពាក្យថា my face អញ្ចឹងនៅក្នុងនេះគឺមានមុខនាឡិកាជាច្រើនដែលអ្នកទាំងអស់គ្នាអាចធ្វើការផ្លាស់ប្ដូរបានឬមួយក៏មួយទៀតអ្នកទាំងអស់គ្នាចង់ធ្វើការ purchase ឬមួយក៏អ្នកទាំងអស់គ្នាចង់ធ្វើការស្វែងរកមុខនាឡិកាដែលមានស្រាប់គឺអ្នកទាំងអស់គ្នាអាចចូលនៅក្នុង store បានហើយរកពាក្យថា free អញ្ចឹងខ្ញុំនឹងធ្វើការ download មួយធ្វើជាឧទាហរណ៍អញ្ចឹងខ្ញុំ download face មួយនេះអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា download ហើយគឺវានឹងធ្វើការផ្លាស់ប្ដូរឲ្យ automatic តែម្ដងឬមួយក៏មួយទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់រូបភាពខ្លួនឯងក៏បានដូចគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាចុចចូល gallery មកហើយយកពាក្យថា select image កន្លែងនេះអ្នកទាំងអស់គ្នា allow ជាមួយនឹង permission សិនមកអញ្ចឹងក៏វានឹងចូលទៅកន្លែងរូបភាពដែលយើងចង់បានឬមួយក៏យើងចង់ដាក់នឹងឯងបន្ទាប់មកឆ្លាញ់មួយណាដាក់មួយនឹងមករូបភាពមួយណាក៏បានដែរហើយយើងចុច tick មកកន្លែងនេះគឺអ្នកទាំងអស់គ្នាអាចសេរីជាមួយនឹងម៉ោងពណ៌ដែលមើលទៅធ្វើឲ្យស៊ីគ្នាជាមួយនឹងរូបនាឡិកាដៃរបស់អ្នកទាំងអស់គ្នាណាអញ្ចឹងអាច edit តាមនឹងបានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នា edit រួចរាល់ហើយយកពាក្យថា save មកគឺវានឹងបដូរមុខនាឡិការបស់អ្នកទាំងអស់គ្នាភ្លាមតែម្ដងឬមួយក៏អ្នកទាំងអស់គ្នាឆ្លាញ់បែប shoot sticker គឺយើងមានដូចគ្នាដែរអ្នកទាំងអស់គ្នាចូលកន្លែង sticker ហ្នឹងមកហើយរើស sticker ដែលអ្នកទាំងអស់គ្នាចង់ដាក់ហ្នឹងចំនួន4ទៅហើយធ្វើការ edit ជាមួយនឹងពណ៌ color ឲ្យស៊ីនឹងគ្នាទៅគឺអ្នកទាំងអស់គ្នាអាចដាក់ជាមួយនឹង sticker របស់យើងបានហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ